កបាលទី5ហាំវេពីក្រោយចង្កនិងទី6ហាំវេតោងខ្សែសេវៀនប្រកួតដូច្នេះកីឡាករទាំងពីរស្ដាប់បានច្បាស់ហើយអ្វីដែលផ្ទុយពីបទបញ្ជាដែលបានហាមឃាត់នោះគឺដាច់ខាតមិនត្រូវបំពេញឡើយបាទបទបញ្ជានៃការប្រកួតជម្រាបជូនអស់ហើយហាមបំពេញត្រៀមប្រដាល់គុណខ្មែរគូពិសេសទី2ទឹកទី1គូពិសេសទី2ទឹកទី1ក៏ជម្រាបជូននៅប្រវត្តិរូបសង្ខេបបង្គោលខៀវបន្តទៀតមិនទាន់ចប់ទេបង្គោលខៀវគេមានបទពិសោធន៍នៅលើសង្វៀនគឺ50ដង39ឈ្នះ10ចាញ់ម្ដងស្មើធ្លាប់ផ្ដួលដៃគូឲ្យស្លាប់23ដងអាយ៉ាច្រើនប្រកួតចុងក្រោយជួបនឹងសុខវិរៈឈ្នះ10ពិន្ទុគ្រូបង្វឹករបស់គេលោកប៉ែនវុធានិងអែមច័ន្ទរស្មីមកពីក្លឹបនីរ៉ូតមានជ័យបាទបទពិសោធន៍ហាក់ផាយគ្នាទេទាំងក្រហមទាំងខៀវអញ្ញាកណ្ដាកាត់ដីក៏លោកឡៅស៊ីណានាំមកជូនដោយខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យសំខាន់ប៉ៅចិនស្ថិតនៅក្នុងបង្គោលក្រហមហើយបង្គោលខៀវគឺច័ន្ទវ៉ារិតបាទតែប៉ុន្តែថ្ងៃនេះត្រូវជាប់ពើទេតែជាប់ពើមានបញ្ហាសុខភាពក៏ជំនួសដោយច័ន្ទវ៉ារិតវិញបាទអញ្ចឹងសូមបងប្អូនជ្រាបបាទច័ន្ទវ៉ារិតអ្នកកំពុងឆ្នាំងណាសំខាន់ប៉ៅចិនអ្នកកំពុងធំគាត់ក្រោមរបស់ប៉ៅចិនឈ្មោះតាក់ទាញអារម្មណ៍មែនតើបាទចំណាប់អារម្មណ៍សំខាន់ប៉ៅចិនលោកឆ្វេងល្អមែនតើច័ន្ទវ៉ារិតអត់បញ្ហាទេសម្រាប់ប៉ៅចិនបាទទឹកទី1កម្ពស់ប៉ុនគ្នាទេបាទ69 63ម៉ាឡេបាទយឡូសំខាន់ប៉ៅចិនមកលោកឆ្វេងទៅទាត់ក្រោមមួយល្អមែនតើលោកឆ្វេងទៀតប៉ៅចិនវ៉ារិតក៏សងជើងឆ្វេងមកវិញទាត់ក្រោមពីប៉ៅចិនលោកឆ្វេងទៀតប៉ៅចិនលោកឆ្វេងទៀតប៉ៅចិនលោកឆ្វេងសងវិញពីវ៉ារិតបាទហៅថាប៉ៅចិនបើឈ្មោះគេប៉ៅចិនបាទតកោសំខាន់បើឈ្មោះគ្រូហើយគ្រូបឺតសំខាន់អញ្ចឹងត្រូវដាក់សិស្សសំខាន់ប៉ៅចិនតែម្ដងបាទអូយម៉ាត់ស្ដាំល្អមែនតែទាត់ក្រោមពីប៉ៅចិននេះគឺកីឡាករទេមិនតែឡាការមុខដៃទេទាត់ក្រោមមួយពីប៉ៅចិនទាត់ក្រោមនេះប៉ៅចិនអាយ៉ាបាទរត់ដួលទៀតហើយបាទជើងក្រោមឲ្យប៉ៅចិនទាត់ហ្នឹងបាត់អញក៏សអូយ2ហេតុអ្វីក៏ចិនទល់របស់ច័ន្ទវ៉ារិតនេះគាត់មិនរឹងមាំសោះតែប្រហែលជើង6ឥឡូវនេះគឺមិនរួចទេ7ហើយ8ទៅរួចអូយទៅរួចទៀតមិនដឹងថាកិច្ចផុតពីទឹកទី1នេះឬក៏អត់ទេ50ម៉ឺនរៀលទាត់ក្រោមទៀតទៅបាត់ហើយក៏សសំខាន់ប៉ៅចិនមកផ្ដល់ឱកាសឲ្យច័ន្ទវ៉ារិតទេ3បាទ5បាត់ហើយ6 7ក្រហមយក50ម៉ឺនហើយមើលទៅ8អូខេអត់បញ្ហាទេចាចាប់ទឹកទី1រួចខ្លួនមកគ្រាសិនច័ន្ទវ៉ារិត50ម៉ឺនរៀលរបស់ខារ៉ាបាវបានទៅលើបង្គោលក្រហមឬក៏បង្គោលខៀវមិញនេះគេថាផ្លេចខ្លួនរាប់2ដងទៅហើយរួចមកគ្រាច័ន្ទវ៉ារិតគ្រាតែមិនដឹងថាទឹកទី2នេះរួចទៀតអត់ទេមិនត្រូវដែរចាំមើលឡៅស៊ីណាអ្នកដឹកនាំការប្រកួតមើលបាទតើអ្នកណានៅមានព្រៀបជើងទឹកនេះបាទ50ម៉ឺនរៀលរបស់ខារ៉ាបាវឧបត្ថម្ភលុយសុទ្ធតែម្ដងបាទដើរចូលកណ្ដាប់ដៃបង្គោលខៀវសំខាន់ប៉ៅចិនបាទបង្គោលក្រហមជួយថាប៉ៅចិនបាទអានប៉ៅចិនហ្នឹងហើយប៉ៅចិនបាទពិសោធន៍41ដងមិនលេងសើចទេបង្គោលក្រហមនេះខៀវឈ្មោះច័ន្ទវ៉ារិតច័ន្ទវ៉ារិតបបពិសោធន៍50ដងកោះនេះតែគុណបបពិសោធន៍ហែមហួរមិនតិចណាពីនេះអូយរៀងខ្លួនចង់យ៉ាប់យឺនវិញណាបាទបបាយចេញពីឡាយស៊ីណាតមួយជើងស្ដាំប៉ៅចិនបាទវ៉ារិតដល់ស្ដាំទៅវិញជាប់ជង្គង់របស់ប៉ៅចិនជង្គង់វ៉ារិតឡាយស៊ីណាតបបាយចិនស៊ូឡើងអូយដូចចង់វាយណាបង្គោលខៀវអ្នកមកជើងដាច់ណាវាយទៀតមួយជើងស្ដាំក្រហមបាទកណ្ដាប់ដៃវ៉ារិតប៉ៅចិនចាប់អោបគ្រាជង្គង់ស្ដាំរបស់វ៉ារិត
ចាប់អោបរបស់បារិតទៀតអញ្ញាកណ្ដាលបំបីសិនបាទទឹកទី2ចាំមើលផុតអត់បាទតែផុតទឹកទី2ចូលគេហៅថាទឹកមច្ចរិយទឹកទី3 គេបាត់ជើងហើយបារិតបាត់ជើងហើយ នេះបាទទឹកទី2នេះមិនមែនទឹកមច្ចរិយទេគេហៅថាទឹកឆ្លងកងពាន់ទៅទឹកមច្ចរិយនេះហើយអូយបាទកៃបកូគៀវចង់កញ្ញាញវិញហើយ ដល់ចូលរបស់បាវចិនបោះជង្គង់ចាប់គ្រាបោះជង្គង់រៀងខ្លួនទៀតបាវចិនកាច់គ្រាកករបស់បារិតកៃបារិតបាទរុលជង្គង់មួយទៀតបបាយទៀតពីអញ្ញាកណ្ដាលចូលកៃច្រើនមែនទេ ហើយស៊ីណាតបាទបកគោគៀវនេះគេហៅថាអ្នកបដាល់ស្លៃឃ្លានប្រយុទ្ធអ្នកបដាល់ស្លៃឃ្លានវៃទេម្ដងពួកខានវៃយូរទៅហើយអូយ បារិតដើរចូលបបាយទៀតចង់វាយមែនទេបកគោគៀវនេះបាទ50 ម៉ឺនរបស់ខារ៉ាបាវគ្រប់បំណងនេះអូយឈ្មោះចូលរបស់បារិតមួយទៀតបារិតអោបកៃរបស់បារិតជង្គង់របស់បាវចិនបាទបាវចិនក៏អោបទៀតបាវចិនបារិតគ្រាអោបគ្នាកាច់មកជុំជង្គង់របស់បាវចិនបង្គោលក្រហមបាវចិនចាន់បារិតបង្គោលខៀវបបាយបដ ហើយកដាចូលទៀតមួយជើងស្ដាបរបស់បាវចិនជើងក្រោមអ្វីមកយូរមកដួលប៉ះជើងភ្លេចចឹងហ៎បាទនេះធាក់ជើងរបស់ចាន់បារិតចាប់ទឹកទី2អូយហើយសូមបញ្ជាក់សារជាថ្មីថាខារ៉ាបាវឆ្នាំថ្មីនេះទឹកប្រាក់កើនឡើងដល់100 លានរៀល60រង្វាន់បាទអូតូ Honda Dream 60 គ្រឿងទូរស័ព្ទដៃ iPhone 8ក៏60 គ្រឿងនៅក្នុងកវលកំពង់ខារ៉ាបាវកើនទាំងអស់បាទកើនទាំងអស់អ្នកតាំងលក់45នាក់បានម្នាក់1លានកើនទាំងអ្នកលក់ទៀតបាទអែមទាំងអ្នកលក់ទៀតលើទស្សនាការប្រកួតនៅលើសង្វៀនការ៉ាបាវវិញកំពុងតែក៏កើខ្លាំងមែនទែនរវាងចាន់វ៉ារិតជាមួយនឹងសំខាន់ប៉ាវចិនចាន់វ៉ារិតត្រូវសំខាន់ប៉ាវចិនទាត់ឲ្យខូចជើងទឹកទី1 2នៅចប់ហើយកំពុងតែនិយាយរឿងជើងឥឡូវនេះចូលជើងម្ដងទៀតថាមានសង្ឃឹមហើយទឹកទី2 4ហើយតបតជាមួយសំខាន់ប៉ាវចិនចង់ពីវាឥឡូវចូលតាមទឹកស្លាអូយលមួលបាទ10ចប់ហើយទប់មិនរួចទេមកជើងនេះគឺចំបារ៉ាតបោមិនសូវខ្លាំងបាទលឺ50 ម៉ឺនទៅ100ហើយបាទជើងឆ្វេងបាទធ្ងន់ធ្ងរមែនតើ50 ម៉ឺន$100ជាងដែរ100ជាងលេខសយ3បាទ$125ណាអត់បញ្ហាទេលោកអគ្គនាយកក្រុមហ៊ុនខារ៉ាបាវគឺលោកស្រឡាញ់ចូលរួមចំណែកណាឲ្យតែយើងជួយខ្លួនឯងបានលោកមិនខ្លាចនៃការឧបត្ថម្ភរៀងរាល់សប្តាហ៍បាទនេះលោកផ្ដាំថាក្នុងនាមលោកបាទជាអគ្គនាយកក្រុមហ៊ុនខារ៉ាបាវបានចូលរួមចំណែកភពផលជាមួយរាជរដ្ឋាភិបាលពិសេសគុណខ្មែរយើងនេះឲ្យអ្នកបណ្ដាលប្រឹងប្រែងខ្លួនឯងដើម្បីឲ្យពិភពលោកទទួលស្គាល់ហើយលោកជាអ្នកចំណាយលុយในការឧបត្ថម្ភតែម្ដងយើងប្រឹងប្រែងអ្នកឧបត្ថម្ភចាំតែឧបត្ថម្ភទេបាទយើងមិនប្រឹងប្រែងមិនទៅរួចបង្គោលក្រហមកីឡាករសំខាន់ថៅចិនឈ្នះកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវសន្លប់នៅក្នុងទឹកទី3បាទសំខាន់ប៉ាវចិនបាទហូបច័ន្ទវ៉ារិតដើមទឹកទី